ចាសួស្តីបងប្អូនបច្ចុប្បន្នបងប្អូនដែលគាត់បានធ្វើធានារ៉ាប់រងតគ្នាដូចជាតាមអ្នកលក់ឡានឬក៏តាមមិត្តភ័ក្តិអីឥឡូវមានច្រើនណាស់បងប្អូនដែលធានារ៉ាប់រងហើយគាត់អត់បានបន្តឬក៏គាត់ភ្លេចថ្ងៃអីចឹងណាអញ្ចឹងការផាកពិន័យគឺវាមកធ្យមឯណាបងប្អូនតែងុំនៅពេលដែលបងប្អូនមានបញ្ហាអីដោយអត់មានព្រមអញ្ចឹងគឺយើងវាន់កហើយមួយទៀតការពិន័យនៅរបស់ធានារ៉ាប់រងឡានគឺគេគិតជាថ្ងៃបើសិនជាបងប្អូនហួសធានារ៉ាប់រង10ថ្ងៃអត់បានបងអត់បានអីគឺត្រូវបង់15000ហើយហួសពី10ថ្ងៃទៀតគឺមួយថ្ងៃគេគិត6000ហើយអញ្ចឹងគេអាចផាកពិន័យយើងរហូតទៅដល់900,000ណាបងប្អូនអញ្ចឹងការផាកនេះគឺមិនមែនខាងខ្ញុំទេខាងខ្ញុំគ្រាន់តែខាងធានារ៉ាប់រងទេបងប្អូនគាត់ច្រើនណាស់គាត់ថាផ្ញើលេខគេផាកផ្ញើកង់ដែលគេផាកមកគាត់បងគាត់អីអញ្ចឹងតែគាត់យល់ច្រឡំហើយខ្ញុំអត់អាចធ្វើអញ្ចឹងបានទេគឺខាងរដ្ឋទេ